តាមបរិយាបន្ទូលសម្ដេចព្រះមហាសមេធាធិបតីលោកតែងតែផ្ដាំផ្ញើតាមព្រះមេគុណតាមព្រះគ្រូអនុគុណថាដើម្បីយ៉ាងម៉េចឲ្យព្រះអង្គយកបតីទុកដាក់បរឹងផ្នែកពុទ្ធកៈបឋមក្តីអនុក្តីវិជាល័យក្តីនេះឲ្យបានរឹងមាំសំខាន់លោកមានបន្ទូលថាបើមានលទ្ធភាពយើងត្រូវតែជួយទំនប់បំរុងនៅបច្ច័យទាំងឡាយ4នេះព្រោះកាលណាបើមានបច្ច័យ4វាមានកម្លាំងនឹងការសិក្សានឹងត្រោទ្រង់នៅសាលាពុទ្ធកៈនេះយើងបើមិនគិតពីចំហាន់វ័នចោនប្រចាំថ្ងៃនោះសួរថាព្រះអង្គមិនមានចហាន់ឆាន់តើមានកម្លាំងអ្វីនឹងការសិក្សាបន្តទៅទៀតអញ្ចឹងលោកផ្ដោតអានឹងលោកទៅកន្លែងណានិមន្តយើងទៅកន្លែងណាតែងតែផ្ដាំផ្ញើសំខាន់ព្រះមេគុណអនុគុណនឹងឯងត្រូវតែយកចិត្តទុកដាក់ប្រឹងផ្នែកវិស័យពុទ្ធកសិក្សានេះព្រោះវាឆ្អឹងខ្នងនៃពុទ្ធសាសនាឲ្យកាលណាបើសាលាពុទ្ធកៈបឋមក្តីអនុក្តីវិជាល័យក្តីបើមិនមានការសិក្សារៀនសូត្រតើពុទ្ធសាសនាយើងវារស់រួយយ៉ាងណាអញ្ចឹងបានយើងគិតពីរបាយការណ៍ដែលព្រះនាយករងលោកបានអានរបាយការណ៍ប្រកេនសម្រាប់ការចំណាយប្រចាំខែគ្រូឧទ្ទេសសាចារ្យលោកគ្រូអ្នកគ្រូនេះឃើញថាចំណាយច្រើនហើយនៅចំហាន់ទៀតហ្នឹងហើយនៅចំហាន់ប្រចាំថ្ងៃទៀតតែយើងគិតពីផលលំបាកគ្រប់បែបយ៉ាងទាំងអស់ដើម្បីធ្វើឲ្យសាលានេះប្រព្រឹត្តទៅបានរលូនតលតែបច្ចាតិកាដែលលោកទទួលព្រះអង្គមកសិក្សាមកស្នាក់នៅនឹងតលតែដោះស្រាយគ្រប់បែបយ៉ាងទាំងអស់អានឹងទើបសាលាយើងប្រព្រឹត្តទៅបានខ្លះបើកបន្តិចយ៉ាងទៅក៏បិទទៅវិញយ៉ាងទៅអានឹងមកពីមិនសូវយកចិត្តទុកដាក់ណាមិនសូវយកចិត្តទុកដាក់ឲ្យដល់មិនសូវយកចិត្តទុកដាក់ខ្វល់ខ្វាយយ៉ាងទៅយ៉ាងសមណសិស្សដែលមកស្នាក់នៅតើលោកជួបផលលំបាកយ៉ាងណាហ្នឹងក៏លោកគិតឃើញថាការរស់នៅលំបាកអ្វីលំបាកអញ្ចឹងលោកមិនតគួងនៅនឹងលោករវត្តផ្សេងអញ្ចឹងទៅនឹងហើយដែលធ្វើឲ្យសាលាយើងបិទតែចំណែកសាលាពុទ្ធកវិទ្យាល័យអនុវិទ្យាល័យចំពោះវត្តនេះដោយព្រះមនីកោសលលោកខំប្រឹងចំណាយធនធានទាំងកម្លាំងកាយកម្លាំងចិត្តលោកត្រួតពិនិត្យគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យសាលានេះប្រព្រឹត្តទៅបានល្អប្រសើរណាអញ្ចឹងអ្វីដែលព្រះអង្គមកសិក្សានៅផ្នែកគន្ធតរៈនេះសិតតែមានប្រយោជន៍ទាំងអស់អ្វីដែលយើងមានពេលវេលាក្មេងៗយើងត្រូវតែខំប្រឹង
ត្រូវតែខំយកចិត្តទុកដាក់ព្រោះចំណេះវិជ្ជានេះមិនចេះរៀនស្ងួតនោះទេកាលណាបើមានចំណេះវិជ្ជាយើងលើកទិដ្ឋភាពជាក់ស្ដែងកាលណាបើមានចំណេះវិជ្ជាជ្រៅជ្រះខ្ពង់ខ្ពស់ព្រោះយើងសពថ្ងៃក៏បើកដូចជាសកលវិទ្យាល័យដែរនៃពុទ្ធកៈនោះឯងព្រោះយើងគិតថាពីសម្ដេចមហាសង្ឃរាជចូលទៅយិនណោជនណាដែលលោកបានទៅជាអ្នកប្រាជ្ញគេគោរពកោតស្ងប់ស្ងាយដោយសារការឧស្សាហ៍ព្យាយាមប្រឹងប្រែងមិនមែនចំណេះវិជ្ជានោះដែលយើងមិនរៀនចេះនោះទេតលតែខំប្រឹងប្រែងអត់ធ្មត់ព្យាយាមគ្រប់បែបយ៉ាងទើបសម្រេចបំណងប្រាថ្នាដែលយើងចង់បានហើយបើយើងព្យាយាមឧស្សាហ៍អត់ធ្មត់ប្រឹងប្រែងក្រេបជញ្ជក់នៅគ្រូឧទ្ទេសអាចារ្យក្តីដែលលោកខំប្រឹងបញ្យល់ខំប្រឹងដាក់នៅមេរៀនឲ្យយើងកត់ហើយបញ្យល់បន្ថែមទៀតនោះនឹងតលតែយើងប្រឹងប្រែងខ្លួនឯងមិនមែនចំណេះវិជ្ជានោះយើងអត់ប្រឹងប្រែងអត់រៀនអត់សូត្រនោះវាចេះទេតលតែយើងព្យាយាមឧស្សាហ៍អត់ធ្មត់តស៊ូទើបចំណេះវិជ្ជានឹងវាកើតមានដល់យើងពិតប្រកបដោយសារយើងព្យាយាមនេះឯងអានឹងយើងត្រូវគិតព្រោះយើងមានចំណេះវិជ្ជានេះគឺអ្វីអ្វីរួចរកយើងទៅកន្លែងណាក៏ដោយទីកន្លែងណាក៏ដោយគឺទាំងបព្វជិតទាំងកុហកណាកាលណាបើមានចំណេះវិជ្ជាហើយគឺរួចរកឯងឲ្យលុយដូចគ្រូបហាត់យើងហងៃហ្នឹងគេគិតពីសញ្ញាបត្រសញ្ញាបត្រថ្នាក់មកបានប្រាក់ម៉ោងប្រមាណពីថ្នាក់ណាទៅបានមកប្រាក់ម៉ោងហ្នឹងប្រមាណគេគុណពីសញ្ញាបត្រយើងនឹងទៅណាអញ្ចឹងតលតែយើងប្រឹងព្រះអង្គហើយបើយើងមិនប្រឹងអត់មានចំណេះវិជ្ជាអានឹងទៅវិញវាអត់បានផលអីពីការបួសណាសូម្បីតែធ្វើកិច្ចការងារតាមក្រុមហ៊ុនក្តីតាមរដ្ឋក្តីក៏តូចបំផុតក៏គេធ្វើយកសញ្ញាបត្រឌីប្លូមដែរឥឡូវទៅណាបើអត់មានសញ្ញាបត្រឌីប្លូមទេនឹងមានតែទៅធ្វើកម្មករគេទេហើយបើយើងចង់ទៅធ្វើការក្រុមហ៊ុនឬទៅធ្វើការអ្វីក៏គេយកសញ្ញាបត្រទាបបំផុតទៅឌីប្លូមទៅណាអញ្ចឹងផលដែលកើតឡើងមកពីការយើងព្យាយាមនេះប្រឹងប្រែងឧស្សាហ៍ទន្ទិញដើម្បីឲ្យសម្រេចគោលដៅដែលយើងប្រាថ្នាយើងចង់បាននោះអានឹងវាតលតែព្យាយាមបើយើងគ្រាន់តែប្រាថ្នាចង់ទៅធ្វើនេះចង់ទៅធ្វើនោះ
តែយើងអត់ព្យាយាមឧស្សាហ៍យើងអត់មានចំណេះអានឹងវាអត់បានលទ្ធផលអីទាំងអស់គណាយើងខ្ញុំគណាក្រាន់តែបញ្ជាក់ប៉ុណ្្នឹងទេព្រះអង្គត្រូវតែខំប្រឹងយកចិត្តទុកដាក់ទាំងការលេងទូរស័ព្ទអីហ្នឹងវាអត់ប្រយោជន៍ទេព្រះអង្គអត់ប្រយោជន៍ទេព្រោះទូរស័ព្ទគេតែងតែនិយាយគ្រប់គ្នាឲ្យថាវារបស់ទំនើបធ្វើទៅឲ្យមានប្រយោជន៍វាមានប្រយោជន៍ធ្វើទៅឲ្យមិនមានប្រយោជន៍វាអត់មានប្រយោជន៍ទេប៉ុន្តែសំខាន់ណាស់សំខាន់ទូរស័ព្ទហ្នឹងយើងចង់ធ្វើអីក៏បានធ្វើអីក៏បានអញ្ចឹងយើងត្រូវតែយកចិត្តទុកដាក់កុំគ្រាន់តែដើរមុនតិចអត់ចបោក៏ប្រហោះឆាន់ក៏ប្រហោះអានឹងវាអត់ប្រយោជន៍ទេយើងគិតពីប្រយោជន៍ឲ្យកើតមានដល់សង្គមតើតែយើងគិតថាធ្វើអ្វីទៅវាមានប្រយោជន៍ដល់សង្គមអានឹងយើងធ្វើហើយបើធ្វើទៅវាមានប្រយោជន៍ដល់សង្គមប៉ះពាល់ដល់យើងជាសមណសិស្សជាបព្វជិតអានឹងគេរិះគន់វាអត់ល្អទេនឹងសូមព្រះអង្គយកចិត្តទុកដាក់ការប្រើទូរស័ព្ទក្តីអ្វីក្តីគឺខ្ញុំគណៈបញ្ជាក់សារឡើងវិញថាបន្ទូលរបស់សម្ដេចព្រះមហាសមេធាធិបតីជាអង្គម្ចាស់លោកខ្វល់ខ្វាយលោកតែងតែយកបតីទុកដាក់ផ្នែកពុទ្ធិកសិក្សានេះខ្លាំងណាស់គណាលោកប្រឹងប្រែងខ្លាំងណាស់លោកខ្វល់ខ្វាយខ្លាំងណាស់ដោយលោកយល់ឃើញថាសិតតែជាកូនអ្នកក្រមិនមានកូនអ្នកមានមកបួសទេកូនអ្នកមានគេក៏ទៅបួសមួយអាទិត្យកន្លះខែអីហ្នឹងគេទៅវិញហើយអញ្ចឹងយើងបានកាត់ពីខេត្តមួយមកខេត្តមួយលាញោមប្រុសញោមស្រីបងប្រុសបងស្រីប្អូនគ្រូថាអាត្មាទៅសិក្សានៅសាលាពុទ្ធិកសិក្សាវត្តណាមួយដែលយើងជ្រើសរើសអញ្ចឹងយើងចំណាយពេលវេលាខំលាញោមខំលាគ្រូមកហើយអញ្ចឹងកុំឲ្យត្រឡប់ទៅវិញស្ពាយចំណេះដែលយើងបានថាមកសិក្សានោះដើម្បីយើងបម្រើពុទ្ធសាសនាបន្តទៅទៀតទោះបីជាយើងទៅជាកុហកក្តីក៏គេចាត់ទុកយើងថាជាអ្នកប្រាជ្ញយើងបានសិក្សារៀនសូត្រនៅសាលាបាលីនឹងគេធ្វើជាអាចារ្យក្តីសិតតែមានប្រយោជន៍ទាំងអស់ហើយបើយើងពុះហើយត្រឡប់ទៅវិញអត់ចេះអីក៏វានៅតែជាយកទេលនឹងបានមកអង្គុយលើក្បាលកទេលគេទេណានឹងពេលវេលាជាមាសជាភ័ក្រដែលព្រះអង្គទៅខំប្រឹងដែលពេលវេលាយើងមកដល់ហើយយើងត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់ព្រះអង្គគិតព្រះនាយកលោកចំណាយមួយខែអស់ច្រើនណាស់ណាព្រោះដូចជាសាលាខ្ញុំកណាក៏មានគ្រូកិច្ចសន្យាខ្លះគ្រូក្របខ័ណ្ឌដូចជាបានមួយអង្គឯងវត្តយើងបានមួយអង្គគ្រូក្របខ័ណ្ឌបានមួយអង្គដូចកិច្ចសន្យាអត់កិច្ចសន្យាហ្នឹងវាបរិយទៅដល់សាលាមតីទៀតហ្នឹងហើយឲ្យទុយប៉ុណ្ណេះមកអត់ចេះអក្សរទៀតហ្នឹងទៅគ្រូដែលអត់កិច្ចសន្យាហ្នឹង
អាត្មានឹងរៃគ្រូសោតអាត្មាមួយខែនឹង50,000បរិយសាលាមតីបើអត់ចេះកខអត់ចេះអីអសអីមួយនឹងហើយអើយមួយអង្គ20,000ផ្សេងនឹងសម្រាប់គ្រូដែលក្រៅពីកិច្ចសន្យាឲ្យលោកទៅជួយប្រហាត់នឹងប្រមាណអង្គជួយចេញហើយ30,000នឹងថ្ងៃ31នឹងប្រឡងជារៀងរាល់ខែអាត្មានឹងទទួលថ្នាក់មតីនឹងពីលេខ1ដល់លេខ5ប៉ុន្តែដល់ពេលគេប្រឡងអញ្ចឹងទៅសម្ដេចឲ្យអាត្មាចែកបច្ច័យប្រគេនបច្ច័យនោះដែលជាប់ចំណាត់ថ្នាក់លេខ1ពីថ្នាក់មតីរហូតដល់ថ្នាក់ទី3អញ្ចឹងសម្ដេចព្រះមហាសម្មេធាលោកខ្វល់ខ្វាយណាស់លោកភ័យខ្លាចសាលាពុទ្ធកសិក្សានឹងដួលរលំទៅនោះឯងបានជារឿយលោកតែងតែផ្ដាំផ្ញើទៅដល់មេគុណដល់ព្រះគ្រូអនុគួនដែលស្រុកណាបើកសាលាពុទ្ធកនឹងឲ្យលោកជួយតាមវត្តដែលមិនរៀននឹងឲ្យជួយទំនុកបំរុងជួយផ្គត់ផ្គង់ដល់វត្តដែលបើកសាលាពុទ្ធកនឹងដូចខ្ញុំកណាបញ្ជាក់ពីខាងដើមហ្នឹងបើសិនជាយើងមិនមានចំហាន់មិនមានបច្ច័យ4តែយើងមានកម្លាំងអីនឹងសិក្សារៀនសូត្រវាតលតែអាស្រ័យទាំងអស់ហ្នឹងព្រោះសម្ដេចលោកតែងតែបញ្យល់ថាកុំឲ្យគិតកសាងច្រើនពេកកសាងច្រើនពេកវត្តខ្លះអត់មានលោកនៅអីចឹងទៅគិតតែកសាងអត់គិតពីបណ្ដុះបណ្ដាលធនធានប្រសង់នោះទេណាអញ្ចឹងលោកតែងតែផ្ដាំផ្ញើឲ្យញាតិញោមជួយចំហាន់វ័នចោនគ្រប់បែបយ៉ាងទាំងអស់ដោយព្រះអង្គរៀននឹង500អង្គជាងនឹងក៏វត្តផ្សេងក៏លោកយកបតីទុកដាក់អំពីចំហាន់វ័នចោនដោយវត្តខ្ញុំកណារងៃតែនៅសាលាពុទ្ធិកបឋមសិក្សាបុណ្យសង្លីនោះ150ជាងបូកទាំងអស់រាល់ថ្ងៃហ្នឹង274អង្គនឹងចំហាន់ប្រចាំថ្ងៃ500អានឹងគិតតែមហូបឯអត់គិតអង្គទឹកត្រីទឹកស្អ៊ីវខ្ទឹមម្រេចវិជ័យហ្នឹងគិតតែមហូបណាបើគិតទាំងអស់នោះទៀតវាចូលតែចិត្ត1000មិនទៅមួយថ្ងៃព្រោះមួយខែឥឡូវអស់ចិត្ត30000ណាមួយខែអស់ចិត្ត30000អញ្ចឹងសម្ដេចលោកខ្វាយខ្វល់គ្រប់បែបយ៉ាងទាំងអស់នេះសំខាន់ណាស់គឺបច្ច័យធ្វើឲ្យសាលាគ្រប់កន្លែងទៅបានដូចជាពិសេសដូចជាចំពោះវត្តហ្នឹងតលតែព្រះអង្គនឹងខំប្រឹងគ្រប់បែបយ៉ាងពុះពៀគ្រប់បែបយ៉ាងទើបសាលានឹងបានដំណើរការរលូនល្អទៅបានដោយសារបច្ចាតិកានឹងឯងដែលលោកខ្វល់ខ្វាយគ្រប់បែបយ៉ាងទាំងអស់ព្រោះយើងគិតពីឥឡូវនេះដូចជាស្រួលពីសម័យ8ជាងពីសម័យ9ជាងលំបាកនិមន្តមករៀនសិតតែដើរណាដល់ពេលឥឡូវវត្តមួយជួលឡានដឹកព្រះអង្គទៅរៀនគ្រប់យើងមិនលំបាកដូចពី8ជាង9ជាងនោះទេបងណាវត្តមួយ
ដឹកដូចជាវត្តខ្ញុំកណាអញ្ចឹងដឹកមកកំពើហាអញ្ចឹងទៅទួលតពូងដឹកវត្តប្រពុតអីដឹកទៅរៀនអញ្ចឹងទៅជួលឡានគេអញ្ចឹងដូចជាស្រួលបើសម័យមុនលំបាកណាស់ព្រះអង្គតស៊ូព្យាយាមខ្លាំងណាស់ទើបបានទទួលផលណាតលតែព្យាយាមតលតែប្រឹងប្រែងអត់ធ្មត់គ្រប់បែបយ៉ាងទើបបានផលហើយបានផលមកនោះឯងវាធ្វើឲ្យយើងមានកិត្តិយសគ្រប់បែបយ៉ាងនៅក្នុងជីវិតរបស់យើងហ្នឹងឲ្យមានភាពថ្លៃថ្នូរមានការរីកចម្រើនខ្លួនយើងអានឹងវាកើតមកពីការយើងព្យាយាមតស៊ូអត់ធ្មត់នោះទេនឹងខ្ញុំកណាក៏តែបញ្ជាក់ប៉ុណ្ណឹងសូមឲ្យព្រះអង្គយកចិត្តទុកដាក់គ្មានអ្វីដែលមានចំណេះវិជ្ជានោះទេណាព្រោះចំណេះវិជ្ជានេះហូបអត់ចេះអស់ទល់តែយើងស្លាប់តែបើម៉ែឪចែកឲ្យទ្រព្យសម្បត្តិអានឹងអស់ហើយតែបើម៉ែឪចែកចំណេះវិជ្ជាឲ្យនេះគឺល្អហ្នឹងហើយគឺល្អព្រោះចំណេះវិជ្ជានេះវាអត់ចេះអស់អត់ចេះរីងស្ងួតបាត់បង់ទៅណានោះទេយើងប្រើការរហូតដូចជាលោកជំទាវក្លូតធីតាពីដើមគាត់ប្រធានរាជបណ្ឌិតសភានោះគាត់រៀនរហូតឥឡូវគាត់ដូចជា8ជាងជិត9ហ្នឹងគាត់ដើរទៅណាគាត់នៅតែមើលសភៅហ្នឹងគាត់ចំណាស់ប៉ុណ្្នឹងហើយយើងធ្វើយ៉ាងម៉េចឲ្យចំណេះវិជ្ជារបស់យើងនឹងមុតថ្លាកាលណាបើយើងទៅជាអ្នកប្រាជ្ញទៅជាបណ្ឌិតគេទទួលស្គាល់គេគោរពកោតស្ងប់ស្ងាយគ្រប់បែបយ៉ាងដូចជាព្រះអង្គឃើញសំណាចព្រះមហាសង្ឃរាជជួនណាតហ្នឹងនេះលោកបន្សល់ទុកនៅពាក្យពេចន៍ល្អរហូតអ្នកកម្មពុទ្ធសាសនាហ្នឹងគេកោតខ្លាចគ្រប់បែបយ៉ាងមនុស្សចេះពិតចេះប្រកបណាហ្នឹងហើយរហូតដល់លោកសោយទីបង្គួតទៅហើយនៅតែគោរពនៅតែយកទ្រឹស្ដីរបស់ព្រះអង្គមកអនុវត្តទៀតណាដោយពុទ្ធសាសនាយើងអញ្ចឹងព្រះអង្គបរិនិព្វានទៅហើយបាត់បរូបកាយរបស់ព្រះអង្គមែនប៉ុន្តែបន្សល់ទុកធម៌វិន័យហ្នឹងណាព្រះអង្គបរិនិព្វានទៅបាន2569ហើយណាតែយើងខំប្រឹងយើងខំរៀនរាល់ថ្ងៃហ្នឹងនឹងជាកេររបស់ពុទ្ធដែលលោកបន្សល់ទុកឲ្យយើងគោរពឲ្យយើងបដិបត្តិឲ្យយើងមានចំណេះចេះដឹងយល់អំពីតម្លៃនៃពុទ្ធសាសនាហ្នឹងយើងខ្ញុំកណាគ្រាន់តែផ្ដាំផ្ញើឲ្យព្រះអង្គខំប្រឹងទន្ទិញខំប្រឹងព្យាយាមនៅការសិក្សារៀនសូត្រនេះឲ្យបានមកចត់មែនតើនេះខ្ញុំកណាគ្រាន់តែនាំពាក្យពេចន៍សម្ដេចព្រះមហាសមេធាលោកតែងតែផ្ដាំផ្ញើគ្រប់បែបយ៉ាងទាំងអស់ទៅតាមរយៈព្រះមេគុណព្រះគ្រូនុគុណ
ពិសេសបច្ចាតការដែលបើកនៅសាលានឹងឲ្យលោកខំប្រឹងខ្វល់ខ្វាយយកចិត្តទុកដាក់ណាកុំឲ្យបើកហើយវានឹងបាត់បង់ទៅវិញ